ជំរាបសួរអ្នកនរគ្នាខ្ញុំបាន Black Moon ហើយថ្ងៃនេះដែរគឺខ្ញុំមកបញ្យល់អ្នកនរគ្នាជាមួយនឹងវគ្គនេះចឹងវគ្គហ្នឹងគឺអត់មានអីបាក់ទេអ្នកនរគ្នាអាហ្នឹងគឺគេគិតលើ point ចឹងខ្ញុំបានបញ្យល់គាត់ក្នុង comment ដែរតែគាត់សុំបញ្ចេញវីដេអូគាត់អត់យល់ចឹងណាចឹងបើអ្នកនរគ្នាចេះហើយក៏អត់អីដែរខ្ញុំសូមបញ្យល់គាត់ឲ្យគាត់ដឹងទាំងអស់គ្នាចឹងណាអ្នកនរគ្នាចឹងសម្រាប់វគ្គហ្នឹងគឺយើងទី1តម្រូវវាយយក point ចឹងណាឧទាហរណ៍ថាខ្ញុំគូជារូបឲ្យមើលចឹងដោយកន្លែងខ្ញុំគូរូបហ្នឹងចឹងអ្នកនរគ្នាគេតម្រូវឲ្យយើងមាន18 point ចឹងគឺយើងធ្វើម៉េចដើម្បីឲ្យបាន18 point ហ្នឹងចឹងដើម្បីយើងបាន18 point ហ្នឹងអ្នកនរគ្នាត្រូវវាយវគ្គដែលគេដាក់ឲ្យដូចជា5វគ្គហ្នឹងហើយចឹងខ្ញុំនឹងបញ្យល់អ្នកនរគ្នាគឺចឹងអាវគ្គមួយហ្នឹងវគ្គឧទាហរណ៍ថាវគ្គ26ហ្នឹងបើសិនអ្នកគ្នាវាយបាន5គ្រាប់ចឹងវាលោតនៅកន្លែង18 point ហ្នឹងវាលោត5គ្រាប់ហើយអ្នកគ្នាចឹងអាវគ្គ2យើងវាយឈ្នះ5គ្រាប់ទៀតអាកន្លែងនោះវាលោតមក10គ្រាប់ហើយវាសរុបឲ្យមួយវគ្គវាសរុបឲ្យគ្រាប់ដែលយើងហៅបានចឹងណាចឹងអ្នកគ្នាគ្រាន់តែវាយមិនឲ្យឈ្នះកន្លែង4ហ្នឹងថ្មីឲ្យ full ភ័ញលឿងវាហ្នឹងអាបន្ទុកលឿង18របស់វាហ្នឹងចឹងគ្រាន់អ្នកគ្នាវាយឈ្នះទៅវាយធ្វើមិនក៏បានដែរឲ្យតែឈ្នះហើយពេញអាបន្ទុកពណ៌លឿងហ្នឹងរបស់វាទៅអ្នកគ្នានឹងឈ្នះទទួលបានបាល់ហើយអ្នកគ្នាចឹងវគ្គហ្នឹងគឺអត់មានអីបាក់ទេហើយខ្ញុំបញ្ជាក់អ្នកគ្នាមួយទៀតសម្រាប់វគ្គហ្នឹងបើសិនជាគេតម្រូវលេង5គ្រាប់ឈ្នះចឹងអ្នកគ្នាត្រូវបិទគេអ្នកគ្នាបិទគេឧទាហរណ៍ថាបិទ5-0អញ្ចឹងយើងបាន5បន្ទុកហើយបើយើងគេបាន2យើងបាន5អញ្ចឹងយើងបាន3បន្ទុកអ្វីហ្នឹងគឺបែបហ្នឹងអ្នកគ្នាអញ្ចឹងគឺតម្រូវមិនឲ្យយើងលេងព្យាមលេងវាអញ្ចឹងបើសិនអ្នកគ្នាវាយគ្រប់ភ័ញហើយតែវាយដល់វគ្គចុងក្រោយគេអញ្ចឹងណាមានអារម្មណ៍ថាយើងចាញ់គេយើងរីត្រាយហើយដល់អ្នកគ្នាឬក៏ដល់វគ្គចុងក្រោយគេដល់វគ្គចុងក្រោយគេភ័ញយើងអត់ទាន់គ្រប់ហើយយើងចាំប្រគប់វានៅវគ្គចុងក្រោយអញ្ចឹងបើសិនជាឧទាហរណ៍ថាអ្នកគ្នាខ្វះ3ភ័ញអញ្ចឹងបើសិនគេវាយបានឧទាហរណ៍ថាគេវាយបាន5យើងបាន8អញ្ចឹងអាហ្នឹងអាចឈ្នះអ្នកគ្នាតែគេបាន6យើងបាន8ក៏អត់ឈ្នះដែរអញ្ចឹងអ្នកគ្នាធ្វើម៉េចយើងរីត្រាយវាទៅចាំលេងម្ដងទៀតបើសិនជាអត់រីត្រាយទេវគ្គហ្នឹងគឺយើងត្រូវលេងសាមីទាំងអស់មកវិញហ្មងអ្នកគ្នាអញ្ចឹងវីដេអូខ្ញុំក៏មានប៉ុណ្្នឹងដែរសង្ឃឹមថាអ្នកគ្នានឹងយល់បើអត់យល់ខ្ញុំចេញបញ្ជាក់ម្ដងទៀតព្រោះខ្ញុំអត់សូវចេះបញ្យល់ដែរអ្នកគ្នាចឹងយើងជួបគ្នានៅចំណេះដឹងថ្មីទៀតអរគុណច្រើនអ្នកគ្នាបាយបាយ